ប្រវត្តិភ្នំចំបាប់ខេត្តតាកែវភ្នំចំបាប់ឬដែលអ្នកខ្លះហៅថាភ្នំចំបាប់ឬភ្នំបាប់គឺជាតំបន់ភ្នំមួយស្ថិតនៅក្នុងឃុំថ្នោតស្រុកបាទីខេត្តតាកែវតំបន់ភ្នំនេះស្ថិតនៅជិតបណ្ដាភូមិមួយចំនួនដូចជាភូមិរំជែកភូមិដាណប់ភូមិដាននិងភូមិថ្នោតកន្លែងនេះអាចធ្វើដំណើរចូលពីផ្លូវជាតិលេខ2តាមផ្លូវក្នុងមូលដ្ឋាន Radio Free Asia 1ខុសពីភ្នំជីសូភ្នំដាឬទីតាំងបុរាណផ្សេងទៀតក្នុងខេត្តតាកែវភ្នំចំបាប់មិនមែនជាតំបន់ដែលល្បីដោយសារប្រាសាទបុរាណអង្គរឬសំណង់បុរាណដ៏ល្បីល្បាញនោះទេប្រវត្តិសំខាន់របស់ភ្នំចំបាប់នៅសម័យទំនើបគឺពាក់ព័ន្ធនឹងការវាយបំបែកនិងជីកយកធំពីភ្នំប្រវត្តិភ្នំចំបាប់មុនពេលក្លាយជាតំបន់ទេសចរណ៍កាលពីមុនភ្នំចំបាប់គឺជាផ្នែកមួយនៃទេសភាពជនបទក្នុងស្រុកបាទីហើយតំបន់ជុំវិញភ្នំមានប្រជាពលរដ្ឋរស់នៅនិងប្រកបរសកម្មជាចម្បងដោយសារតំបន់ភ្នំមានប្រភពថ្មដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យសំណង់ក្រោយមកមានក្រុមហ៊ុនចូលមកធ្វើអាជីវកម្មជីកនិងវាយយកថ្មតាមប្រភពព័ត៌មានដែលអាចរកឃើញការធ្វើអាជីវកម្មយកថ្មនៅតំបន់នេះមានយ៉ាងហោចណាស់តាំងពីឆ្នាំ2006ក្រុមហ៊ុន International Camrocks and Block ត្រូវបានរាយការណ៍ថាបានធ្វើអាជីវកម្មវាយយកថ្មនៅតំបន់នេះនៅពេលនោះហើយក្រោយមកមានក្រុមហ៊ុនផ្សេងទៀតចូលមកធ្វើអាជីវកម្មបន្ថែម The Cambodia Daily ផលប៉ះពាល់ពីការជីកយកថ្មនៅពេលអាជីវកម្មវាយយកថ្មកាន់តែច្រើនវាក៏បានបង្កផលប៉ះពាល់មួយចំនួនដល់ប្រជាពលរដ្ឋនៅជុំវិញតំបន់ភ្នំប្រជាពលរដ្ឋបានលើកឡើងអំពីធូលីសំឡេងរំខានរថយន្តដឹកថ្មការខូចផ្លូវនិងការប្រើប្រាស់គ្រឿងផ្ទុះដើម្បីបំបែកថ្មនៅឆ្នាំ2014មានប្រជាពលរដ្ឋប្រមាណ300នាក់បាននាំគ្នាបិទផ្លូវដែលរថយន្តក្រុមហ៊ុនប្រើសម្រាប់ដឹកថ្មដើម្បីទាមទារឲ្យក្រុមហ៊ុនជួយកែលម្អផ្លូវប្រជាពលរដ្ឋបានលើកឡើងថារថយន្តដឹកថ្មបានធ្វើឲ្យមានធូលីច្រើននិងបង្កការលំបាកដល់ការរស់នៅប្រចាំថ្ងៃ Open Development Cambodia 1បញ្ហាផ្លូវនេះត្រូវបានរាយការណ៍ថាបានកើតឡើងតាំងពីឆ្នាំ2006ហើយប្រជាពលរដ្ឋបានតវ៉ាជាបន្តបន្ទាប់ក្រៅពីបញ្ហាធូលីនិងផ្លូវប្រជាពលរដ្ឋក៏មានការព្រួយបារម្ភអំពីការប្រើប្រាស់គ្រឿងផ្ទុះក្នុងការបំបែកថ្មសំឡេងរំខាននៅពេលយប់និងសារធាតុគីមីដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្មយកថ្ម The Cambodia Daily ការបញ្ឈប់អាជីវកម្មវាយយកថ្មនៅចុងទសវត្សរ៍ឆ្នាំ2010បញ្ហាផលប៉ះពាល់ពីការជីកយកថ្មបានក្លាយជាបញ្ហាដែលមានការយកចិត្តទុកដាក់កាន់តែខ្លាំងនៅឆ្នាំ2019មានការបញ្ជាឲ្យបិទអាជីវកម្មវាយកម្ទេចថ្មនៅភ្នំចំបាប់ដោយមានគោលបំណងអភិរក្សតំបន់ភ្នំអាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំឲ្យដាំដើមឈើនៅលើតំបន់ភ្នំដើម្បីរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ Radio Free Asia ការជីកយកថ្មបានធ្វើឲ្យផ្ទៃភ្នំមួយចំនួនមានការប្រែប្រួលយ៉ាងខ្លាំងនៅកន្លែងដែលធ្លាប់មានថ្មត្រូវបានជីកកកាយចេញហើយបានបន្សល់ទុកនៅរណ្ដៅជ្រៅជាច្រើន Radio Free Asia កំណើតបឹងទឹកពណ៌ខៀវអ្វីដែលធ្វើឲ្យភ្នំចំបាប់ក្លាយជាកន្លែងដែលមានការចាប់អារម្មណ៍នៅពេលក្រោយគឺរណ្ដៅដែលបន្សល់ពីការជីកយកថ្មហើយមានទឹកជ្រាបចូលក្លាយជាបឹងរណ្ដៅដែលមានជម្រៅនិងទំហំខុសគ្នាបានប្រមូលទឹកហើយទឹកនៅក្នុងរណ្ដៅខ្លះមានរូបរាងពណ៌ខៀវស្រស់ដែលមើលទៅស្រដៀងនឹងទឹកសមុទ្រចាប់ពីប្រហែលឆ្នាំ2019រូបភាពនៃទឹកពណ៌ខៀវនិងទេសភាពភ្នំចំបាប់ត្រូវបានចែករំលែកតាមបណ្ដាញសង្គមយ៉ាងច្រើនមនុស្សជាច្រើនបានចាប់អារម្មណ៍និងចាប់ផ្ដើមធ្វើដំណើរទៅថតរូបនិងកម្សាន្តនៅទីនោះ Big News Blogspot.com ចំណុចនេះគួរឲ្យចាប់អារម្មណ៍ណាស់ព្រោះបឹងទឹកខៀវនៅភ្នំចំបាប់មិនមែនជាបឹងធម្មជាតិបុរាណឬស្រះបុរាណដែលកសាងឡើងក្នុងសម័យអង្គរទេវាជារណ្ដៅដែលកើតឡើងពីការជីកយកថ្មហើយក្រោយមកមានទឹកប្រមូលនៅក្នុងរណ្ដៅភ្នំចំបាប់ក្លាយជាតំបន់ទេសចរតាមបណ្ដាញសង្គមដោយសារតែទឹកមានពណ៌ខៀវស្រស់និងទេសភាពមានភាពប្លែកភ្នំចំបាប់បានក្លាយជាកន្លែងដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរមនុស្សជាច្រើនបានទៅទីនោះដើម្បីថតរូបថតវីដេអូនិងគយគន់ទេសភាព Facebook និងបណ្ដាញសង្គមផ្សេងបានជួយធ្វើឲ្យកន្លែងនេះល្បីកាន់តែខ្លាំងនៅឆ្នាំ2021មានសេចក្តីរាយការណ៍ថារណ្ដៅទឹកប្រមាណ3កន្លែងនៅភ្នំចំបាប់បានក្លាយជាកន្លែងដែលប្រជាពលរដ្ឋចូលទៅលេងកម្សាន្ត Call Center Thief Daily ដូច្នេះភ្នំចំបាប់គឺជាឧទាហរណ៍មួយនៃការផ្លាស់ប្ដូររបស់តំបន់មួយពីរភ្នំធម្មជាតិតំបន់ជីកយកថ្មរណ្ដៅជ្រៅបឹងទឹកតំបន់ថតរូបនិងទេសចរបញ្ហាសុវត្ថិភាពនិងគុណភាពទឹកទោះបីទឹកមានពណ៌ស្រស់ស្អាតនិងមើលទៅថ្លាក៏ដោយតាសរបស់ភ្នំចំបាប់ភ្នំចំបាប់មានប្រវត្តិខុសពីតំបន់បុរាណសំខាន់ជាច្រើននៅខេត្តតាកែវ
ខេត្តតាកែវមានប្រវត្តិសាស្ត្រយ៉ាងសម្បូរបែបហើយត្រូវបានគេស្គាល់ថាជាតំបន់សំខាន់មួយក្នុងការអភិវឌ្ឍអរិយធម៌ខ្មែរខេត្តនេះមានទីតាំងបុរាណសំខាន់ជាច្រើនដូចជាអង្គរបូរីភ្នំដាភ្នំជីសូរនិងប្រាសាទបុរាណផ្សេង Tourism Cambodia ប៉ុន្តែភ្នំចំបាប់មានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាងប្រវត្តិសាស្ត្របុរាណវាបង្ហាញពីការប្រែប្រួលរបស់ទេសភាពនិងទំនាក់ទំនងរវាងមនុស្សធនធានធម្មជាតិអាជីវកម្មសហគមន៍និងវិស័យទេសចរណ៍